mà nãy kia trong miền dụ ven đôi lục ta ní lục ta cứ còn miền dụ mà rồi xây sập chạm mấy nét đại a còn bằng bọc quát cứ nghe nghe mòn nè ở kia ai quát tớp tật vơ cùng đột khúc mà rồi chạm cho mùi nâng đầu giấy thấy lục giấy của rừng mùa mình trên lục ta mà nè cứ còn ai chỉ con được luôn ai thì nè ở kia hai tớ a còn bằng nghe nghe bỏ lục ta nắng mà đạp nhộng nhà rôm tớ mình nè thì sao chỉ chẳng ta lên nè để chân này tay ta xua lục ta thay có thơm mấy tớp quát ai luôn nơi ban du chẳng hết quát còn tại nhầm tớ mà quát chai bên ta quát vơ vậy để quát lạnh ở đây hamខ្លួនឯងនៅអ្វីដែលគាត់ចង់ធ្វើទេញ៉ៃរួមទៅធ្វើឲ្យខ្លួនឯងសប្បាយចិត្តរហូតតែប៉ុណ្ណឹងសោះអាចធ្វើឲ្យគាត់មានអាយុវែងនៅសក់សក់បើឃើញសាកសពញ័រដៃពុតជើងទៅលើទៅខំអីចឹងនឹងតែហូតរីក៏ប៉ុន្តែវាមិនដោយសារតែខ្មោចនោះដោយសារតែអីណាគឺដោយសារតែចលនារបស់សាច់ដុំនៅសល់ប្រតិកម្មសេះសល់របស់ខួរឆ្អឹងខ្នងដែលបណ្ដាលឲ្យពេលខ្លះសាកសពគឺពុតដៃពុតជើងក៏ប៉ុន្តែករណីនេះគឺវាកម្រខ្លាំងមែនទែនក៏ប៉ុន្តែឃើញមិនរត់មិនកើតបើអញ្ចឹងអីនេះងល់អ្នកធ្វើកសលវិច័យនឹងចេះតែទ្រាំកើតណាបើសិនបើខ្ញុំវិញងាប់មុនសាកសពទៅទៀតអ្នកអរគ្នាមានឆ្ងល់អត់ថាហេតុអីបានជាសិតក្តានណាវាតែងតែដកស្នែករបស់វាចោលអញ្ចឹងនិយាយរួមទៅមនុស្សជាច្រើនប្រហែលជាគិតថាដោយសារតែវាបណ្ដាលមកពីការខូចខាតស្នែករបស់វាអីក៏ប៉ុន្តែវាមិនមែនដោយសារតែការខូចខាតស្នែកទាំងស្រុងទេគឺដោយសារតែស្នែកនេះគឺវាមានរយៈពេលខ្លីមែនតើក្នុងមួយឆ្នាំវាអត់មានអត្ថប្រយោជន៍ច្រើនពេកទេទើបធ្វើឲ្យវានឹងតម្រូវឲ្យវាដកស្នែកចោលហើយស្នែករបស់វានឹងគឺមានអត្ថប្រយោជន៍តែនៅក្នុងរដូវរោមរាក់ប៉ុណ្ណោះឬមួយក៏សម្រាប់ប្រយុទ្ធជាមួយនឹងដៃគូអីចឹងទៅហើយនៅពេលដែលរដូវរោមរាក់បានបញ្ចប់ទៅកម្រិត testosterone របស់វានឹងក៏ធ្លាក់ចុះដែលបណ្ដាលឲ្យស្នែករបស់វាជ្រុះតាមបែបធម្មជាតិទៅអ្នកទាំងអស់គ្នាមានឆ្ងល់អត់ថានៅពេលដែលយើងដើរបាត់ភ្នែកទៅគឺយើងអាចដើរផ្លូវត្រង់បានធម្មតាអត់ប៉ុន្តែការឆ្ងល់របស់យើងខ្លះគឺខុសអ្នកទាំងអស់គ្នាតាមពិតទៅនៅពេលដែលយើងបាត់ភ្នែកទៅយើងដើរទៅគឺវាអាចត្រង់ទេគឺវាតែងតែធ្វើឲ្យយើងដើរខុសទិសម្ដងតិចរហូតដល់ខុសទិសច្រើនហ្មងដូចជាបរិះនេះអញ្ចឹងគឺគាត់សាកពិសោធន៍មើលដែលគោលដៅរបស់គាត់គឺដើរទៅកន្លែងដើមឈើមួយហើយគាត់បានមើលដើមឈើនឹងជាលើកចុងក្រោយបន្ទាប់មកគាត់បានបាត់ភ្នែកខ្លួនឯងហើយទៅដើរទៅតម្រង់ទៅដើមឈើហ្នឹងហើយដើម្បីបិទសម្លេងរំខានពីអ្នកដទៃគឺគាត់បានពាក់កាសបន្ទាប់មកគឺគាត់ដើរតម្រង់ទៅដើមឈើនោះជំហានដំបូងគឺវាអត់ខុសអីទេក៏ប៉ុន្តែបន្ទាប់ពីគាត់ដើរបាន100ម៉ែត្រមកផ្លូវគឺចាប់ផ្ដើមខុសទិសហ្មងគឺគាត់ចាប់ផ្ដើមដើរខុសដោយខ្លួនឯងហ្មងដើរទៅគឺខុសទិសហ្មងអត់ដល់កន្លែងដើមឈើនឹងទេបែរជាដល់កន្លែងផ្សេងវិញសំបីតែនៅពេលដែលជិះឡានដូចគ្នានៅពេលដែលគាត់ជិះឡានបាត់ភ្នែកហើយទៅគាត់ព្យាយាមរក្សាលំនឹងដៃរបស់គាត់ឲ្យនៅស្ងៀមនៅត្រង់ក៏ប៉ុន្តែវានៅតែអត់អាចត្រង់ទៅដែរឡានគឺនៅតែបើកទៅខុសផ្លូវទៅដែរ